សូមជូនរឿងកូនទន្សាយដែលចេះចែករំលែកនៅក្នុងព្រៃដ៏ស្រស់ស្អាតមួយមានកូនទន្សាយតូចៗដែលមានឈ្មោះថាពូពូពិតជាស្រឡាញ់និងចូលចិត្តផ្លែប៉ោមណាស់ជារៀងរាល់ថ្ងៃរាល់ពេលដែលផ្លែប៉ោមជ្រុះពីដើមពូតែងតែរត់ទៅភ្លាមនៅថ្ងៃមួយទន្សាយពូបានដឹកឃើញផ្លែប៉ោមដ៏ធំ3ផ្លែវាពិតជាសប្បាយចិត្តណាស់ហើយវាបានគិតថាថ្ងៃនេះខ្ញុំនឹងញ៉ាំឲ្យអស់3ផ្លែនេះតែបន្ទាប់មកវាបានលើសំឡេងអត់ឃ្លានពីខាងក្រោយពូត្រឡប់មកមើលវាបានឃើញកូនកណ្ដុរតូចកំពុងតែបាត់បង់អាហារពូបានគិតមួយផ្លែតហើយវាបាននិយាយថាគួរតែចែកផ្លែប៉ោមនេះឲ្យទៅកូនកណ្ដុរមួយទៅណោះហើយខ្ញុំនឹងនៅសល់ផ្លែប៉ោម2វិញបន្ទាប់មកទៀតវាក៏បានឃើញកូនបង្គាតូចមួយដែលមើលទៅដូចជាអត់ឃ្លានផងដែរទន្សាយពូឃើញដូច្នេះហើយក៏បានញញឹមហើយវាបានចែកផ្លែប៉ោមមួយទៀតឲ្យទៅបង្គានៅចុងក្រោយពូនៅសល់តែផ្លែប៉ោមមួយតែប៉ុណ្ណោះតែបេះដូងរបស់វាបានពោរពេញទៅដោយសេចក្តីសុភមង្គលមិត្តភក្តិទាំងអស់បានអរគុណនិងបានលេងសប្បាយជាមួយវាផងដែរចាប់ពីថ្ងៃនោះមកពូបានរៀនថាការចែករំលែកនឹងធ្វើឲ្យបេះដូងគេសប្បាយជាងមុនជាងការដែលគេទុកវានៅតែឯងតម្លៃអប់រំនៃរឿងនេះផងដែរបានបង្រៀនយើងថាការចែករំលែកជាមួយនឹងមិត្តភក្តិនឹងធ្វើឲ្យមនុស្សទាំងអស់មានសុភមង្គល